រឿងនន្ទយឧបាសកគុណនៃការកសាងសេនាសនៈសម្រាប់ព្រះសង្ឃកាលព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់ក្នុងព្រៃអេសិបតនមិគទាយវ័ននាក្រុងពារាណសីកាលនោះមានឧបាសកម្នាក់ឈ្មោះនន្ទយៈជាបុត្ររបស់ត្រកូលអ្នកមានសទ្ធាជឿកាន់លទ្ធិព្រះពុទ្ធសាសនានន្ទយៈកុមារកាលបើមេត្តាបៃតាជាសប្បុរសដូច្នោះហើយក៏ខំប្រតិបត្តិតាមលំនាំរបស់មេត្តាបៃតាបានថ្វាយខ្លួនជាឧបាសកតាំងពីតូចមកមហាជនទាំងឡាយហៅនន្ទយៈកុមារនោះថានន្ទយៈឧបាសកតាំងពីកាលនោះមកថ្ងៃមួយមេត្តាបៃតាទៅដណ្ដឹងនាងរេវតីជាធីតារបស់បងស្រីនៃមេត្តាឲ្យនន្ទយៈឧបាសកនាងរេវតីនោះត្រូវជាម្ដាយមីងរបស់នន្ទយៈឧបាសកជាស្ត្រីមិច្ឆាទិដ្ឋិមិនមានសទ្ធាកំណាញ់ស្វិតស្វាញស្អប់ខ្ពើមទានសិលភាវនានន្ទយៈឧបាសកមិនត្រូវការនឹងនាងរេវតីនោះឡើយប៉ុន្តែមេត្តាបៃតាទាំងពីរខាងចេះតែបង្ខំក៏ព្រមទទួលយកតាំងពីថ្ងៃរៀបអវិហមង្គលហើយនន្ទយៈឧបាសកចេះតែនិយាយទូមាននាងរេវតីឲ្យខំធ្វើទានរក្សាសិលគោរពព្រះពុទ្ធព្រះធម៌ព្រះសង្ឃតែរាល់ថ្ងៃទោះបីនន្ទយៈឧបាសកទូមានយ៉ាងណានាងរេវតីឥតមានសេចក្តីជ្រះថ្លាឡើយកាលជាខាងក្រោយមកមេត្តាបៃតាទាំងសងខាងធ្វើមរណកាលអស់ទៅនន្ទយៈឧបាសកបានជាធំក្នុងការគ្រប់គ្រងផ្ទះក៏ប្រគល់កិច្ចការក្នុងផ្ទះទាំងប្រមាណឲ្យទៅដល់នាងរេវតីថែរក្សាតាំងពីថ្ងៃនោះមកនន្ទយៈឧបាសកបានចាត់ចែងធ្វើមហាទានថ្វាយដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាននិងចែកចាយបាយទឹកនំចំណីដល់ស្មូមជាចោតែរាល់ថ្ងៃហើយបានសាងសាលាមុខ4មួយខ្នងក្នុងព្រៃអេសិបតនមិគទាយវ័នវេប្រគេនដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានក្នុងទីបំផុតនៃកិច្ចវេនោះគាត់យកទឹកមានក្លិនក្រអូបទៅជ្រួចលើបាតព្រះហស្ថព្រះសម្ពុទ្ធដើម្បីសម្ដែងបរិច្ចាគចេតនារបស់គាត់ឲ្យច្បាស់លាស់ក្នុងពេលនោះមានសេចក្តីចម្លែកអស្ចារ្យណាស់គ្រាន់តែដំណក់ទឹកស្រក់ដល់បាតព្រះហស្ថព្រះសម្ពុទ្ធវេលាណាមានប្រាសាទមាសរំលេចដោយកែវ7ប្រការទំហំ12យោជន៍កម្ពស់17យោជន៍ពេញព្រាបដោយគ្រឿងបរិក្ខារនិងស្រីទេពអប្សររាប់ពាន់ផុសឡើងក្នុងឋានតាវតឹងទុកបំរុងខ្លួនគាត់ក្នុងវេលានោះថ្ងៃមួយព្រះមហាមុគលាននិមន្តទៅឋានតាវតឹងបានឃើញវិមានប្រាសាទមានពន្លឺប្រងព្រាតពេញព្រាបដោយស្រីទេពអប្សរបវរកញ្ញាប៉ុន្តែមិនឃើញទេវតាណាជាម្ចាស់ប្រាសាទនោះឡើយទើបសួរស្រីទេពអប្សរស្រីទេពកញ្ញាទាំងនោះថាចៅហ្វាយនាយរបស់ខ្ញុំព្រះករុណាឈ្មោះនន្ទយៈសពថ្ងៃលោកនៅក្នុងស្ថានមនុស្សព្រះមហាមុគលានចុះមកវិញក៏នាំរឿងនោះទៅទូលព្រះមានព្រះភិក្ខត្រាស់ថាតថាគតដឹងតាំងពីនន្ទយៈយកទឹកមកជ្រួចលើបាតដៃតថាគតម្លេះប៉ុន្តែគ្មាននរណាដឹងបានជាតថាគតមិនសម្ដែងប្រាប់វេលានោះនន្ទយៈឧបាសកនៅក្នុងទីនោះដែរបានឮដូច្នោះហើយក៏រឹងរិតតែមានសេចក្តីជ្រះថ្លាជាភ័យយោភាពឡើងទៀត
ក្នុងកាលជាខាងក្រោយមកនន្ទយឧបាសកមានដំណើរទៅជួញនៅប្រទេសក្រៅបានប្រាប់ដល់នាងរេវតីឲ្យខំរៀបចំចាត់ចែងភោជនាហារប្រគេនដល់ព្រះសង្ឃដែលតែងតែនិមន្តមកឆាន់នៅផ្ទះរាល់ថ្ងៃនាងរេវតីកាលបើស្វាមីទៅផុតហើយក៏បញ្ឈប់ព្រះសង្ឃលែងឲ្យឆាន់បានជេរស្ដីតេះដៀលព្រះសង្ឃជាអនេកបរិយាយលុះដល់នន្ទយឧបាសកត្រឡប់មកវិញដឹងដំណឹងដូច្នោះហើយក៏បណ្ដេញនាងរេវតីឲ្យចុះចេញពីផ្ទះទើបគិតឡើងទៅលើផ្ទះជាខាងក្រោយរៀបចំចាត់ចែងទានដោយខ្លួនឯងប្រគេនដល់ព្រះសង្ឃដូចពេលមុនទៀតថ្ងៃមួយពួកក្រុមញាតិបាននាំនាងរេវតីទៅសុំទោសនន្ទយឧបាសកឲ្យចូលទៅនៅក្នុងផ្ទះវិញគិតក៏ព្រមឲ្យនៅតែមិនប្រគល់ឲ្យជាធំក្នុងផ្ទះដូចមុនឡើយក្នុងកាលជាខាងក្រោយមកនន្ទយឧបាសកក៏ធ្វើមរណកាលទៅបានទៅកើតក្នុងវិមានឋានតាវតឹងនាងរេវតីតាំងពីពេលនោះមកក៏រុះរើរោងទាននៅមុខផ្ទះចលអស់ឥតសល់តាំងខ្លួនជាសត្រូវនឹងសាសនាបានជេរស្ដីតេះដៀលដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានដោយអំណាចកម្មអាក្រក់នោះក៏ក្តៅក្រហាយដល់ព្រះបាទវេស្សវណ្ណដែលជាអ្នកត្រួតត្រាពួកយក្សព្រះបាទវេស្សវណ្ណបានជ្រាបដំណឹងនោះហើយក៏ប្រើពួកយក្សជាសេនាបតី2នាក់ឲ្យមកស្រែកប្រាប់ដល់ក្រុងពារាណសីថានៅ7ថ្ងៃទៀតយើងនឹងចាប់យកនាងរេវតីទៅទម្លាក់ក្នុងនរកទាំងរស់នាងរេវតីឮដូច្នោះហើយផិតភ័យខ្លាំងណាស់រត់ចូលទៅក្នុងផ្ទះបិទទ្វារចាក់សោមិនចេញទៅទីណាឡើយដល់ថ្ងៃជាកម្រិត7យក្សទាំងពីរក៏មកនិមិត្តកាយធំសម្បើមគួរឲ្យខ្លាចលោកដៃទៅហែកទ្វារផ្ទះហើយចាប់ទាញអូសយកនាងរេវតីចេញអំពីផ្ទះចាប់ដៃម្ខាងហោះពុតក្រុងពារាណសី7ជុំទើបនាំទៅបង្ហាញនន្ទយទេវបុត្រនាស្ថានតាវតឹងហើយនាងរេវតីបានឃើញនន្ទយទេវបុត្រស្គាល់ជាស្វាមីរបស់ខ្លួនហើយក៏និយាយអង្វរឲ្យជួយនន្ទយទេវបុត្រប្រាប់ថាយើងជួយនាងយូរណាស់ហើយពេលនេះជួយទៀតមិនបានទេព្រោះខួសវិស័យរបស់យើងយក្សទាំងពីរក៏អូសនាងរេវតីទៅបោះចោលក្នុងឧសុទនរកវេលានោះទៅ